ចេញពីធ្វើការក៏ឈៀតទិញកូនបន្លែយកមកដាំហើយឆ្នាំនេះពួកខ្ញុំដាំម្រះច្រើនមែនតើនៅសារពីឆ្នាំមុនដាំតិចឆ្នាំនេះគឺដាំប្រភេទម្រះការ៉េនឹងច្រើនជាងម្រះពណ៌សទៀតយកទៅដាំមានណាមានទិញតែម្ទេសទ្រាប់ហើយនឹងដើមពោតនេះយើងជឿបដកខ្លួនឯងយកមកដាំយកមកទិញហើយនៅកន្លែងដែលពួកខ្ញុំទៅទិញកូនបន្លែហ្នឹងរាល់ឆ្នាំគឺទិញកូនម្រះកូនអីដូចជាកូនសាឡាត់កូនអីគឺមានច្រើនប្រភេទប៉ុន្តែយើងទិញឲ្យតន់រដូវបើមិនអញ្ចឹងទេទៅគឺអស់ហើយចំណាក់ស្រុកមកធ្វើការស្រុកគេបើយើងទិញបន្លែនៅម៉ាតគឺវាថ្លៃតែបើយើងឆ្លៀតដាំខ្លួនឯងនៅរដូវក្តៅហ្នឹងគឺយើងញ៉ាំបានច្រើនហើយចែកបងប្អូនអីអញ្ចឹងទៅដាំតែម្ដងហើយបើនិយាយពីផ្លែចង់បាក់មេឃដីគេនេះគឺល្អកន្លែងដែលពួកខ្ញុំកំពុងតែធ្វើស្មៅនេះគឺកាលពីឆ្នាំនោះពួកខ្ញុំដាំបន្លែខ្មែរហើយឆ្នាំនេះយើងត្រូវតែសម្អាតវាសាថ្មីរៀបតង់សាថ្មីដើម្បីដាំព្រោះមួយឆ្នាំយើងដាំបានតែម្ដងនៅរដូវក្តៅទេដល់ពេលរដូវត្រជាក់បន្លែខ្លះត្រូវដាក់ទូកកពួកខ្ញុំនឹងប្រម៉ូដាក់ទូកកទុកញ៉ាំពេលរដូវត្រជាក់អញ្ចឹងទៅជ្រៀតដាំបន្លែខ្មែរនេះមិនមែនដាំទុកលក់ទេគឺដាំទុកញ៉ាំចង្ការពេលច្រើនអីអញ្ចឹងចែកបងប្អូននៅឆ្ងាយក៏ផ្ញើថិតពេលអីផ្ញើឲ្យពួកគាត់ទៅតែឆ្នាំនេះពួកខ្ញុំគឺដាំម្រះការ៉េច្រើនជាងរាល់ឆ្នាំដោយសារតែកាលពីឆ្នាំមុនដាំតែប្រហែលដាំផ្លែច្រើនអញ្ចឹងហើយគិតថាបើយើងដាំច្រើនបានផ្លែម្រះច្រើនយើងអាចប្រមូលផ្លែអញ្ចឹងទៅខ្វេះគ្រាប់ចិនយើងអាចដាក់ទូកកទុកញ៉ាំពេលរដូវត្រជាក់ញាត់សាច់ជ្រូក3ជាន់ជាមួយកាបៀយឺហឺគឺឆ្ងាញ់ណាស់បងប្អូនប៉ុន្តែអ្នកខ្លះវិញអត់សូវចេះញ៉ាំទេម្រះព្រោះម្រះការ៉េរៀងវិញដែរហើយសបកលក្ខណៈថាវាកាឡាវារៀងគ្រើមដូចកពើអញ្ចឹងដល់ពេលអ្នកខ្លះគាត់អត់សូវចេះញ៉ាំព្រោះវិញប៉ុន្តែពីច្រើនគេយកទៅធ្វើថ្នាំប៉ុន្តែពួកខ្ញុំមានណាយកមកស្ងោរធ្វើសម្លអីធម្មតាឆ្ងាញ់មកបែបព្រោះពួកខ្ញុំចូលចិត្តរៀងវិញដែរទៅទិញកូនបន្លែទិញបានកូនវិញប៉ោះនឹង3 4ដាំប៉ុន្តែរាល់ឆ្នាំមិនដឹងជាមិនដីកន្លែងខ្ញុំនឹងគឺដាំពេញប៉ោះគឺអត់សូវបានហូបបានយូរទេគឺវាងាប់ដើមមិនដឹងថាវាមកពីស្អីបន្លែផ្សេងអត់មានបញ្ហាទេប្រហែលតែរឿងពេញប៉ោះនឹងចាំមើលឆ្នាំហ្នឹងងាប់ទៀតបើសដៃគួរវិញគឺយើងអត់ទិញកូនទេគឺយើងបដោះគ្រាប់ខ្លួនឯងឥឡូវបានប្រវែងហ្នឹងហើយបងប្អូនហើយពេលភ្លៀងតិចហ្នឹងគឺពួកខ្ញុំដាក់ដែកចាប់ផ្ដើមចងហើយបើម្រះវិញធ្វើត្រើងនិយាយពីថាដល់ម៉ូតត្រើងពួកខ្ញុំនេះនិយាយពីថាស្រីមានខ្សែមានដាច់ចេះយកមកចងបានជាម៉ូតម៉ាក់ទៅធ្វើម៉េចឲ្យតែផ្លែម្រះហ្នឹងវាតោងឡើងទៅលើហើយដោតដែកនេះមិនមែនកម្លាំងស្រីទេប៉ឹងប្រុសនៅកន្លែងការងារហ្នឹងឲ្យជួយដោតពេលភ្លៀងអញ្ចឹងព្រោះដីវារៀងរឹងដែរគាត់ជួយបុកដែកឲ្យពួកខ្ញុំក៏ប្រតាក់ខ្សែធ្វើម៉េចឲ្យបានជាត្រើងម្រះហ្នឹងដើម្បីឲ្យវាឡើងទៅលើតែឆ្នាំនេះគឺម្រះពួកខ្ញុំដាំច្រើនគុំមែនតើបងប្អូនចាំមើលតែពេលផ្លែវិញគឺដឹងតែផ្លែច្រើនហ្មងដោយសារពូជម្រះប្រភេទនេះវារៀងផ្លែច្រើនជាងពូជម្រះពណ៌សបើពណ៌សវិញពួកខ្ញុំបដោះអត់បានទេហើយបើយើងទៅទិញនៅកន្លែងគេលក់កូនជនជាតិកូរ៉េគាត់លក់គឺអត់មានទេយើងមានតែបដោះគ្រាប់កូនខ្លួនឯងប៉ុន្តែមានបដោះចេញណាអត់ដោះអត់ដីដល់ពេលអញ្ចឹងដាក់ម្រះការ៉េព្រោះរាល់ឆ្នាំដាក់លើកមុនទិញតែ2គុំទេមានណាផ្លែពេលឥឡូវញ៉ាំឯឆ្នាំនេះដាក់លឿនតិចគុំទេមួយជួរនេះសតតែម្រះការ៉េទាំងអស់តកែឲ្យដីម្ដុំដាំបន្លែខ្មែរចេះតែនាំបងប្អូនខ្មែរឆ្លៀតដាំបន្លែហូបទៅកុំឲ្យចំណាយលុយទិញនៅម៉ាតគ្រាន់យើងបានសល់លុយច្រើនហើយយើងបានញ៉ាំបន្លែធម្មជាតិដែលយើងបានដាំនៅខ្លួនឯងដោយអត់ប្រើថ្នាំទេខ្ញុំពួកខ្ញុំស្រោចតែទឹកទេ